យោងតាមកសែតខោសុតតែយិនថៃកំពុងត្រៀមរៀបចំប្រើប្រាស់ទូកុងតេន័រចំនួន60ទូដើម្បីធ្វើរបងព្រំដែននៅបានណងច័ន្ទហើយពួកគេនឹងដឹកទៅកាន់តំបន់នោះនៅថ្ងៃសុក្រស្អែកនេះសូមរំលឹកឲ្យដឹងថានាយករដ្ឋមន្ត្រីថៃលោកអនុទីនឆានវេរៈគុលបាននិយាយថាប្រជាពលរដ្ឋកម្ពុជាត្រូវតែចាក់ចេញពីបានណងច័ន្ទនិងបានណងយ៉ៃកែវនៅក្នុងស្រុកគោកសុងខេត្តស្រះកែវព្រោះតំបន់នេះជាទឹកដីថៃនាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយទាំងខ្ងងងើថាអ្នកដែលទន្ទ្រានលើទឹកដីថៃត្រូវតែចាក់ចេញហើយប្រសិនបើពួកគេមិនចាក់ចេញទេគឺនឹងមិនមានការចរចាទេម្យ៉ាងវិញទៀតនៅពេលសួរអំពីការបរិខេទនៃការបណ្ដេញចេញពលរដ្ឋខ្មែរនៅថ្ងៃទី10ខែតុលាលោកអនុទាននិយាយថាអាជ្ញាធរបានធ្វើការរួចហើយតាមគោលការណ៍ដែលបានព្រមព្រៀងគួរបញ្ជាក់ថានៅថ្ងៃទី9ខែតុលាឆ្នាំ2025កងទ័ពតំបន់1ថៃបានចេញលិខិតផ្លូវការលើកបន្ទាន់មួយច្បាប់ផ្ញើទៅកាន់មេបញ្ជាការកងពន្ធថ្មើរជើងលេខ51របស់កម្ពុជាតាក់ទងនឹងការកម្ចាត់អាវុធយុទ្ធភ័ណ្ឌមិនទាន់ទុនៅភូមិណងច័ន្ទនិងណងយ៉ៃកែវនៅថ្ងៃទី10ខែតុលាឆ្នាំ2025តាមកិច្ចព្រមព្រៀងដែលបានឈានដល់ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូត GBC ដែលធ្វើឡើងនៅខេត្តកោះកុងប្រទេសកម្ពុជាកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation កងទ័ពថៃក៏បានបញ្ជាក់ថាប្រតិបត្តិការកម្ចាត់ចោរគ្រាប់បន្ទាន់ផ្ទុកនេះនឹងអនុវត្តនៅភូមិណងច័ន្ទនិងណងយ៉ៃកែវស្ថិតនៅក្នុងខេត្តស្រះកែវនៅថ្ងៃសុក្រស្អែកនេះនឹងបញ្ជាក់ទៀតថាការជូនដំណឹងនេះត្រូវបានចេញដើម្បីជាការការពារកុំឲ្យមានការយល់ច្រឡំណាមួយតែអ្វីដែលហួសចិត្តខ្លាំងបំផុតនោះគឺស្របជាមួយគ្នានេះស្ថាបនិកឡានដឹកអុយដ៏ល្បីរបស់សៀមលោកខាន់ចំផាឡាងបានបញ្ជាក់ប្រាប់អ្នកកាសែតថៃថាខ្លួនបានត្រៀមចូលរួមដឹកទូកុងតេន័រចំនួន60ទូដើម្បីមកធ្វើរបងព្រំដែននៅភូមិជោគជ័យទឹកដីខ្មែរនៅថ្ងៃសុក្រស្អែកទី10ខែតុលាឆ្នាំ2025នេះ